បងប្អូនថ្នាក់ទី12ដែលកំពុងតែត្រៀមប្រឡងបាក់ឌុបខ្ញុំសូមណែនាំនៅមុខងារថ្មីមួយនៅលើ website របស់ខ្ញុំគឺការប្រឡងត្រៀមបាទការប្រឡងសាកល្បងបាទសូម highlight តិចដែរថាបច្ចុប្បន្ន website របស់ខ្ញុំមានសិស្សដែលគាត់ចូលប្រើប្រាស់ចំនួន1400នាក់ជាងហើយជិត500នាក់ហើយអញ្ចឹងខ្ញុំសប្បាយចិត្តមែនទែនដែលឃើញបងប្អូនខិតខំប្រឹងប្រែងរៀនសូត្រតាមរយៈការ sign up ឬក៏ការប្រើប្រាស់ website របស់ខ្ញុំដើម្បីអនុវត្តលំហាត់ជាប្រចាំថ្ងៃអញ្ចឹងត្រឡប់មកវិញបាទបងប្អូនថ្នាក់ទី12ដែលត្រៀមប្រឡងបាក់ឌុបអាចចូលមក home page នេះហើយយើងមើលកន្លែងនេះបានបាទត្រៀមប្រឡងបាក់ឌុបនិង diploma ខាងស្ដាំនេះសម្រាប់បងប្អូនថ្នាក់ទី9ប្រឡង diploma បាទអាចចូលអនុវត្តបានសម្រាប់បងប្អូនបាក់ឌុបបាទនៅខាងឆ្វេងដៃនេះអញ្ចឹងយើងចុចពាក្យចូលប្រឡងមកអានេះដោយសារតែខ្ញុំទៅសាកល្បងមុននឹងមិនដែរអញ្ចឹងយើងអាចចុចមើលលទ្ធផលបានណាខ្ញុំប្រឡងគ្រាន់តែចុចលេងទេអញ្ចឹងបាន8បន្ទុកណាហើយបើសិនជាយើងប្រឡងបានលើសពី 50% នឹងមានជាសញ្ញាបត្រហើយបងប្អូនអាចចុចទាញយកបានបាទជា PDF ចឹងខ្ញុំឧទាហរណ៍ថាវិញ្ញាសាទី2នេះខ្ញុំអត់ទាន់ចូលប្រឡងទេបច្ចុប្បន្នខ្ញុំមានតែ2វិញ្ញាសាទេប៉ុន្តែទៅមុខទៀតខ្ញុំនឹងបង្កើតខ្ញុំនឹងព្យាយាមស្រាវជ្រាវរកវិញ្ញាសាចាស់ៗមកដាក់ទាំងអស់ណាចឹងបងប្អូនកុំភ័យថាមានតែ2វិញ្ញាសាសោះបាទហើយខ្ញុំសូមបញ្ជាក់ផងដែរថាសម្រាប់មុខងារនេះគឺសម្រាប់ user ដែលគាត់សម្រាប់អ្នកប្រើប្រាស់បងប្អូនដែលបាន subscribe pro ណា subscribe pro ហ្នឹងគឺកន្លែងនេះបាទយើងចុចពាក្យជ្រើសរើសគម្រោងសិក្សាមកបាទបងប្អូនត្រូវ subscribe មួយខែ$2ទេបាទមិនថ្លៃទេបាទ$1 $1.99ក្នុងមួយខែអញ្ចឹងខ្ញុំគិតថាបងប្អូនចំណាយទៅលើការប្រឡងការទិញឯកសារឬក៏ការរៀនបំពន់ផ្សេងៗអស់ច្រើនដែរបាទអញ្ចឹងសម្រាប់$2នេះគឺតិចតួចមែនទែនបាទខ្ញុំយល់បាទសម្រាប់បងប្អូនដែលខ្វះលទ្ធភាពគឺ$2នេះគឺអាចសមរម្យសម្រាប់ពួកគាត់ក្នុងការដែលចំណាយអញ្ចឹងត្រឡប់មកវិញអញ្ចឹងយើងអាចចុចពាក្យចូលប្រឡងមកបានហើយនេះជាសង្ខេបទូទៅនៅពេលដែលយើងចូលមកដល់ page នេះគឺជាគេហៅថាផ្ទាំងសង្ខេបបាទក្នុងលំហាត់ទាំងអស់មាន34សំណួរក្នុងនោះមាន limit មានចំនួន complex មានសម័យកាល differential មាន integral មាន probab ធរណីមាត្រមានសរសើរអនុគមជាដើមអញ្ចឹងមានបន្ទុកនៅខាងនេះអញ្ចឹងបន្ទុកសរុបប៉ុន្មានមើល125រយៈពេល150នាទីណាអញ្ចឹងនៅពេលដែលយើងរួចរាល់ហើយយើងអាចចុចប្រឡងបានចូលក្នុងប្រឡងអញ្ចឹងនៅពេលនេះដោយសារខ្ញុំធ្លាប់ចូលម្ដងអញ្ចឹងខ្ញុំអាចចុចសារថ្មីឡើងវិញណាបាទអញ្ចឹងយើងនឹងឃើញមាននាទីរាប់ថយក្រោយបាទ2ម៉ោងកន្លះនេះរាប់ថយក្រោយអញ្ចឹងទាំងអស់មាន34សំណួរបាទអញ្ចឹងចូលមកដល់សំណួរទី1ពាក់ព័ន្ធជាមួយនឹងការគណនា limit បាទខ្ញុំបានដាក់ជារូបភាពខាងក្រោមនេះដើម្បីងាយស្រួលបងប្អូនស្រួលមើលបាទបងប្អូនអាចអូសចុះក្រោមឆ្វេងស្ដាំឡើងលើបាទហើយបរិចរួមបានណាទាំងប្រើប្រាស់បានទាំងទូរស័ព្ទដៃនិង laptop បាទងាយស្រួលមែនតើហើយយើងគណនាទៅយើងអាចសរសេរចម្លើយនៅកន្លែងនេះបានបាទសំណួរបន្ទាប់ទៀតគណនា limit បាទ limit នេះចម្លើយវាតម្រូវឲ្យយើងសរសេរអាចថាជាពភាគឬក៏ជាស្វ័យគុណឬក៏ជាអីចឹងណាអញ្ចឹងបើសិនជាឧទាហរណ៍យើងចង់សរសេរ limit ណាយើងបងប្អូនគ្រាន់តែសរសេរ l បាទ LIM មកគឺវានឹងចេញវានឹងអូតូស្គាល់ហ្មងថាយើងចង់សរសេរពី limit អញ្ចឹងណានេះស្រួលមែនតើមួយទៀតបើសិនជាបងប្អូនចង់សរសេរជាស្វ័យគុណណាចុចកន្លែងនេះបានបាទចុចកន្លែងសញ្ញា keyboard នេះណា keyboard មកវានឹងលោតឡើងនៅ keyboard ជា keyboard សម្រាប់គណិតវិទ្យាមានន័យថាយើងអាចសរសេរជាពភាគយើងអាចសរសេរជារឹសបាទ radical ជាស្វ័យគុណជា pi ជាស្អីចឹងទៅបាទមានច្រើនបាទអញ្ចឹងងាយស្រួលមែនតើសម្រាប់បងប្អូនដែលចង់ចឹងងាយស្រួលមែនទែនសម្រាប់បងប្អូនដែលចង់សរសេរចម្លើយដែល keyboard ធម្មតាយើងធ្វើអត់បានណាយើងដឹងណា keyboard laptop របស់យើង keyboard ទូរស័ព្ទរបស់យើងអត់មានទេតែសរសេរប្រភេទសរសេរមិនទេអញ្ចឹងណាអញ្ចឹងខ្ញុំបញ្ចូល keyboard នឹងហ្មងដើម្បីងាយស្រួលបាទដូចគ្នាដែរគណនា limit ហើយអានេះចំនួន complex បាទខ្ញុំដាក់ជារូបភាពឲ្យបងប្អូនមើលងាយយល់មែនទែនបាទអញ្ចឹងសរសេរចម្លើយមកដូចគ្នាដែរអានេះដូចគ្នាដែរចំនួន complex បាទអញ្ចឹងបន្តមកទៀតគឺសម័យកាល differential អញ្ចឹងនេះគឺអូសតាមលំដាប់លំដោយណាអញ្ចឹងបងប្អូនធ្លាប់មើលវីដេអូខ្ញុំពីមុនដឹងហើយថាត្រូវធ្វើម៉េចបាទសំណួរបែបនេះអូខេអានេះដូចគ្នាដែរសរសេរចម្លើយមកអានេះជំរើសមានច្រើនចូលដល់ integral ក៏ដូចគ្នាដែរសរសេរចម្លើយមកបងប្អូនគណនាបាទយកសភៅយកប៊ិចគណនាឲ្យដឹងចម្លើយសរសេរចូលមកបាទដូចគ្នាដែរអូខេអានេះក៏ integral ដែរប៉ុន្តែខ្ញុំថែមរូបភាពឲ្យបាទដើម្បីងាយយល់បាទអញ្ចឹងបើសិនជាយើងមានទាំងលំហាត់មានទាំងរូបភាពទៀតបងប្អូនប្រកាសជាងាយយល់ហើយបាទពិសេសជាងគេហ្មង website របស់ខ្ញុំគឺខ្ញុំធ្វើយ៉ាងព្យាយាមធ្វើបែបណាបង្កើតបែបណាដើម្បីឲ្យបងប្អូនងាយយល់ហើយអាចសរសេរទៅបានយ៉ាងងាយស្រួលបាទគេបន្តទៀតគេនេះដូចគ្នាដែររូបភាពបាទចូលដល់ probab ក៏ខ្ញុំមានជារូបភាពតំណាងបែបនេះដែរដើម្បីបងប្អូនងាយយល់បាទអូខេសំណួរបន្តទៀត probab អញ្ចឹងបងប្អូនគណនាហើយបាទសេតម្លៃចូលបាទនេះយើងអាច select បានគេបន្តទៀតចូលដល់ធរណីមាត្របាទអានេះពាក់ព័ន្ធជាមួយនឹងសម័យកាល ellipse អញ្ចឹងខ្ញុំក៏ដាក់រូបចូលថែមទៀតបាទដើម្បីងាយស្រួលបងប្អូនមើលហើយងាយយល់បាទនេះជាភូមិគងបាទបងប្អូនជ្រើសរើសមកបាទភូមិគងអានេះក៏ដូចគ្នាដែរគេខ្ញុំដាក់រូបឲ្យបន្តទៀតបាទអានេះពាក់ព័ន្ធជាមួយនឹងcoordinate បាទអានេះគេហៅគេសម័យកាលក្នុងលំហហ្នឹងហើយអញ្ចឹងបងប្អូនអាចមើលបានបាទខ្ញុំដាក់ជារូបបែបនេះដើម្បីបងប្អូនងាយយល់ងាយសម័យបាទធម្មតាយើងអានលំហាត់ទៅមិនដឹងជាស្អីគេទេអញ្ចឹងបើសិនជាយើងមានរូបមើលជាមួយទៅយើងអាចស្គាល់មែន A មែន B អញ្ចឹងទៅនេះដូចគ្នាដែរបាទអូតែកនក្នុងលំហបាទលយមែនតើបាទបងប្អូនអាចមើលទៅអាចអូសត្រឡប់ talent ចោះឡើងមើលទៅងាយយល់មែនតើបាទអានេះក៏ដូចគ្នាអានេះកាន់តែលយទៀតបាទអញ្ចឹងបងប្អូនមើលរូបអានសំណួរឲ្យមើលរូបបើអានសំណួរមិនយល់ទេមើលរូបកន្លែងលយយល់បាទហើយកណនីទៅឲ្យឆ្លើយមកខាងក្រោមមកសំណួរទី26អានេះក៏មានរូបដែរបងប្អូនអាចអូសមើលទៅបាទតើតើនឹងបុកអណនដកអណនបាទអញ្ចឹងតមកទៀតអានេះក៏ដូចគ្នាបាទគូបកងបាទគេនេះក៏ដូចគ្នាដែរពាក់ព័ន្ធនឹងសាសនាអនុគមបាទអនុគមអានេះយើងសេមកបាទតមកទៀតបាទអនុគមចុងក្រោយសំណួរ32 33
34ចុងក្រោយបន្តមកទៀតសំណួរចុងក្រោយគឺយើងចុចបញ្ជូនចម្លើយបាទអញ្ចឹងនៅពេលដែលយើងចុចបញ្ជូនចម្លើយគឺយើងនឹងទទួលបានលទ្ធផលភ្លាមៗតែម្ដងថាយើងធ្លាក់ឬក៏ជាប់បាទហើយខ្ញុំបានឆ្លើយត្រឹមត្រូវទេគឺបាន7បន្ទុកលើ125លទ្ធផលគឺធ្លាក់បើសិនជាបងប្អូនអត់យល់សំណួរណាមួយអាចអូសមកក្រោមបានណានៅពេលដែលយើងអូសមកក្រោមយើងនឹងឃើញមានសំណួរទី1លម្អិតហើយនឹងយើងឃើញមានចម្លើយរបស់អ្នកនិងចម្លើយត្រឹមត្រូវអញ្ចឹងចម្លើយរបស់អ្នកនេះមានន័យថាចម្លើយដែលយើងឆ្លើយថាម៉េចប៉ុន្តែដោយសារមុននេះខ្ញុំបានសេចម្លើយអីទេអញ្ចឹងគេដាក់ថាមិនបានឆ្លើយហើយនៅពេលដែលយើងឆ្លើយចប់ហើយយើងផ្ទៀងផ្ទាត់មកដែរចម្លើយត្រឹមត្រូវគឺ13ហើយយើងអានការបញ្យល់នេះករណីដែលបងប្អូនអានការបញ្យល់ហើយអត់យល់ណាអាចចុចពាក្យបង្ហាញដំណោះស្រាយលម្អិតអញ្ចឹងនៅពេលដែលយើងចុចពាក្យបង្ហាញដំណោះស្រាយលម្អិតគេនឹងមានបង្ហាញពីវិធីគណនាជាច្រើនហើយសម្រាយងាយយល់ឲ្យបងប្អូនបានអានហើយយល់បាទដូចគ្នាដែរបាទគ្រប់សំណួរទាំងអស់គឺមានការបកស្រាយលម្អិតនៅខាងក្រោមនេះបាទអញ្ចឹងទាំងទូរស័ព្ទដៃទាំង laptop ប្រើបានដូចគ្នាមើលបានដូចគ្នាបាទអត់មានថាប្រើបានតែ laptop ទេគឺទូរស័ព្ទដៃក៏ប្រើបានងាយស្រួលមែនទែនបាទអូខេនេះមានរូបភាពបាទយើងអាចមើលលម្អិតបានឥឡូវខ្ញុំទៅមើលលម្អិតណាដែលខ្ញុំបានឆ្លើយលម្អិតដែលខ្ញុំបានធ្វើអូហ្នឹងហើយនេះបាទអានេះអូសដាក់តាមលំដាប់ហ្នឹងណាអញ្ចឹងអានេះខ្ញុំអូសប៉ុណ្ណឹងអូសទៅខុសមិនត្រឹមត្រូវណាសរុបបន្ទុកចម្លើយត្រឹមត្រូវគឺចេះហើយបើសិនជាយើងអត់យល់ទេយើងចុចមើលដំណោះស្រាយរបស់បានបាទដំណោះស្រាយលម្អិតអូខេអានេះខ្ញុំឆ្លើយខុសដែរនេះរូបភាពបាទអាចអូសចុះឡើងមើលបានប្រូបាបអីទៀតតើតើនឹង ellipse បាទមានច្រើនណាបងប្អូនអាចអានបន្ថែមបានអញ្ចឹងបើសិនជាបងប្អូនធ្វើហើយទទួលបានលទ្ធផលបងប្អូនអាចបើសិនជាជាប់បងប្អូនអាចទាញយកសញ្ញាបត្រដែលចេញដោយ website ខ្ញុំផ្ទាល់បាទអានេះដោយសារអត់ជាប់អញ្ចឹងអត់មានកន្លែងទាញយកទេតែបើសិនជាជាប់យើងអាចចូលមកកន្លែងនេះផ្ទាំងស្ថិតិបានណាបាទចូលផ្ទាំងស្ថិតិមកយើងអាចទាញយកសញ្ញាបត្រនេះបានបាទអញ្ចឹងនេះខ្ញុំធ្លាប់ធ្វើពីមុនណាខ្ញុំធ្លាប់ពីមុនបានមួយអញ្ចឹងយើងអាចចុចទាញយក PDF បាន